សម្ដេចតេជោបន្តក្រហមតបតត្រូវបានកំណត់រដ្ឋឲ្យក្រោយទៅហ៊ានសៀមនៅតែបន្តបានស្រាលើកងកម្លាំងកម្ពុជាសម្ដេចតេជោហ៊ុនសែននាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានចេញបទបញ្ជាលើកងកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទៅហ៊ានសៀមឈ្លានពានបានប្រើប្រាស់ប្រដាប់អាវុធគ្រប់ប្រភេទមកលើកម្ពុជាតាំងពីម្សិលមិញយប់មិញនិងព្រឹកថ្ងៃច័ន្ទនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលនៅបាត់ឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជានិងថៃសម្ដេចតេជោបានបញ្ជាក់លើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទដូចនេះថាបន្តក្រហមត្រូវបានតបតត្រូវបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូនពលទាហានឲ្យបានយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពសម្ដេចតេជោថ្លែងថាសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកងកម្លាំងប្រដាប់អាវុធតបតល់ជាមួយនឹងការឈ្លានពានសូមមានការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបានទន្ទឹមនឹងនេះសម្ដេចតេជោបានស្នើឲ្យកីឡាករនីដែលបានទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា